រឿងចន្ទដៀលបណ្ឌិតការលុបគុណជាថ្នាំបន្សាបលទ្ធផលក្នុងលោកកាលកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីកាលនោះព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិក្នុងត្រកូលចន្ទដៀលនាចន្ទដៀលក្រៀមមានប្រាជ្ញាឆ្លៀសវាងវៃចេះនៅមន្តវិសេសអាចធ្វើដើមឈើឲ្យផ្លែខុសរដូវបានពួកមហាជនទាំងឡាយហៅព្រះពោធិសត្វថាចន្ទដៀលបណ្ឌិតសម័យនោះមានបុត្ររបស់ពរហិតម្នាក់នៅក្នុងក្រុងពារាណសីឈ្មោះទេវបត្តកុមារជាមនុស្សទុច្ចរិតអកតញ្ញូបានដឹងថាចន្ទដៀលបណ្ឌិតចេះមន្តវិជ្ជាដូច្នោះក៏ចូលទៅសុំរៀនទៅដល់ឃើញចន្ទដៀលបណ្ឌិតកំពុងរែកផ្លែស្វាយមកពីព្រៃក៏ស្ទុះទៅទទួលយកអំរែកពីស្មារែកឡើងទៅលើផ្ទះដាក់អំរែកហើយថ្វាយបង្គំសុំរៀនមន្តអំពីចន្ទដៀលបណ្ឌិតចន្ទដៀលបណ្ឌិតបានក្រឡេកឃើញស្គាល់លក្ខណៈជាមនុស្សមិនល្អក៏និយាយថាមន្តរបស់ខ្ញុំពិបាករៀនណាស់មនុស្សមិនល្អរៀនមិនបានទេតាំងពីថ្ងៃនោះមកចន្ទដៀលបណ្ឌិតមិនអើពើនឹងការបង្រៀននោះឡើយទោះបីទេវបុត្រកុមារខំគោរពប្រតិបត្តិយ៉ាងណាក៏មិនបង្រៀនព្រោះយល់ច្បាស់ថាបើរៀនចេះទៅក៏មិនបានការចំណែកខាងទេវបុត្រកុមារដឹងថាចន្ទដៀលបណ្ឌិតមិនព្រមបង្រៀនហើយក៏ទៅនិយាយអង្វរភរិយារបស់ចន្ទដៀលបណ្ឌិតឲ្យជួយសុំនាងជាភរិយាទើសទល់ពេកព្រោះទេវបុត្រកុមារនៅបម្រើយូរហើយមិនព្រមទៅណាសោះក៏និយាយសុំស្វាមីឲ្យបង្រៀនមន្តដល់ទេវបុត្រកុមារចន្ទដៀលបណ្ឌិតទើសទល់ពេកក៏ព្រមបង្រៀនទេវបុត្រកុមារកាលណាបើបានរៀនចេះដឹងសពគ្រប់ហើយសុំលាទៅផ្ទះវិញមុននឹងទៅចន្ទដៀលបណ្ឌិតបានអោយអូវាទថាមុននេះវិសេសណាស់យើងបានបង្រៀនអ្នកសពគ្រប់អស់ហើយចូលអ្នករក្សាទុកឲ្យល្អបើនៅក្នុងទីណាណាមានគេសួរថាណាដូចម្ដេចអ្នកត្រូវឆ្លើយតាមការពិតកុំកុហកឡើយទេវបុត្រកុមារទទួលថាសាធុសាធុហើយលាអាចារ្យចេញទៅសំដៅទៅក្រុងពារាណសីទៅដល់ពាក់កណ្ដាលផ្លូវបានឃើញស្វាយមួយដើមក៏រាយមន្តតាមក្បួនដែលបានរៀនដើមស្វាយនោះក៏បញ្ចេញផ្លែផ្កាចាស់ទុំមួយរំពេចក៏បេះផ្លែស្វាយនោះរែកចូលទៅលក់ក្នុងក្រុងពារាណសីថ្ងៃមួយអ្នករក្សាឧទ្យានរបស់ព្រះបាទព្រហ្មទត្តបានឃើញផ្លែស្វាយទុំខុសកាលក៏សួរហេតុផលសពគ្រប់ទើបទិញផ្លែស្វាយនោះយកទៅថ្វាយព្រះបាទព្រហ្មទត្តព្រះបាទព្រហ្មទត្តបានជ្រាបថាទេវបុត្រកុមារចេះមន្តដូច្នោះទើបឲ្យរាជអាមាត្យហៅចូលទៅគាល់ព្រះរាជាបានសាកសួរសពគ្រប់ហើយទ្រង់បង្គាប់ឲ្យធ្វើថ្វាយតូតក៏ឃើញមានផ្លែផ្កាប្រកបមែនទ្រង់ស្ញើចអស្ចារ្យពន់ពេកទើបទ្រង់ត្រាស់សួរថាមុននេះអ្នកចេះមកពីគ្រូណាទេវបុត្រកុមារជាមនុស្សរមើលគុណលុបគុណគ្រូបានគិតថាគ្រូរបស់អញជាតិចន្ទដៀលបើអញទូលព្រះរាជាតាមត្រង់ថោកទាបណាស់មិនសមនឹងខ្លួនអញដែលចេះមន្តវិជ្ជានេះឡើយលុះគិតដូច្នោះហើយក៏ក្រាបទូលព្រះរាជាថាមុននេះខ្ញុំរៀនចេះពីសំណាក់អាចារ្យទិសាបមោ
នៅក្រុងកតសិលាព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយសពព្រះរាជាហឫទ័យណាស់ទ្រង់ឲ្យនៅក្នុងព្រះបរមរាជវាំងជាមួយនឹងព្រះអង្គព្រឹកឡើងបាននាំទៅឧសៀនមានសេនាយោធាហែហោមទៅជាច្រើនទៅដល់ទ្រង់ប្រើទេវបុត្រកុមារឲ្យធ្វើស្វាយមួយដើមឲ្យមហាជនបានមើលទេវបុត្រកុមារដើរទៅឈរជិតហើយរាយមុនប្រោះទឹកដើមស្វាយនោះអស់វរៈ3 ដងស្វាយមិនផ្លែផ្កាឡើយក៏ឈរនៅស្ងៀមទើបព្រះរាជាត្រាស់សួរថាមនាលទេវបុត្រកុមារហេតុអ្វីក៏អ្នកឈរស្ងៀមដូចជាកំណាត់ឈើដែលគេបញ្ឈរចោលយ៉ាងនេះទោះបីព្រះរាជាត្រាស់សួរយ៉ាងណាក៏រកពាក្យឆ្លើយមិនរួចព្រោះដឹងថាមុនរបស់ខ្លួនវិនិច្ឆ័យអស់ហើយក្នុងពេលនោះព្រះរាជាទ្រង់ព្រះពិរោធជាខ្លាំងប្រើឲ្យអាមាត្យទាក់កអូសចូលទៅខាងក្រៅឧសៀនហើយតាំងពីនោះមកទេវបុត្រកុមារក៏សាបសូន្យចាកលៀបសក្ការៈដរាបដល់អស់ជីវិត